mong xemត្រីខបងប្អូនអាចប្រើដូចខ្ញុំអញ្ចឹងក៏បានឬក៏អាកំប៉ុងវែងក៏បានដែរដំបូងគេហ្នឹងគឺយើងចាប់ផ្ដើមពីការកំប៉ុងខ្ទឹមស 3-4 កំពឹសឲ្យឡើងសបររាងក្រហមមកល្មមយើងចាក់ត្រីខចូលហើយសម្រាប់ត្រីខនេះបងប្អូនចង់ដាក់វាទាំងដុំអញ្ចឹងក៏បានឬក៏ជ្រុំវារាងតូចបន្តិចក៏បានដែរយើងឆាត្រីខប្រហែលជាខ្ទង់1នាទីអីសិនទៅចាំយើងដាក់គ្រឿងចូលសម្រាប់អានេះគឺគ្រឿងសាតេបងប្អូនខ្ញុំដាក់ចំនួន1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងម្ជិបហើយនិងស្ករចំនួន1ស្លាបព្រាកាហ្វេយើងដាក់គ្រឿងក្រែចូលហើយឆាវារាងចូលជាតិមកល្មមសិនទៅចាំដាក់ពងទាឬក៏ពងមាន់ក៏បានដែរអានេះគឺខ្ញុំដាក់ចំនួន3គ្រាប់ប៉ុន្តែបើសិនជាបងប្អូនចង់ដាក់តិចជាងនឹងច្រើនជាងនឹងក៏បានហើយយើងរោយខ្ទឹមក្រហមចូលដែលយើងហាន់ជាប្រទះស្ដើងហ្នឹងបន្ទាប់មកយើងគ្របគម្របទុកប្រហែលជាខ្ទង់1នាទីទៅ2នាទីឲ្យពងមាន់ឬក៏ពងទារបស់យើងឆ្អិនមកល្មមឬក៏បងប្អូនចូលចិត្តឆ្អិនខ្លាំងទុកឲ្យរាងយូរជាងនឹងបន្តិចក៏បានដែរហើយចុងក្រោយគេបើសិនជាបងប្អូនចូលចិត្តហឹរដូចខ្ញុំអាចរោយម្ទេសថែមអញ្ចឹងបានសម្រាប់ការធ្វើទឹកម្រេចរបស់ខ្ញុំគឺខ្ញុំប្រើម្សៅស៊ុប2ស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេដូចគ្នាយើងបន្ថែមខ្ទឹមសចិញ្ច្រាំបន្តិចម្ទេសបន្តិចជាមួយនឹងម្រេចចូលមកហើយចុងក្រោយគេយើងច្របាច់ក្រូចឆ្មាចូលពី3ចំណិតបន្ថែមទឹកឆ្អិនបន្តិចគឺរួចរាល់ហើយសម្រាប់ទឹកម្រេចរបស់ខ្ញុំគឺខ្ញុំអត់ប្រើអំបិលឬក៏ទឹកត្រីអីទេហើយរសជាតិក៏ខ្ញុំអត់យកប្រៃដិតខ្លាំងដែរយករាងសាបមកល្មមរាងជូរបន្តិចហើយរសជាតិ